ដំណើរការដោះស្រាយបញ្ហាព្រំដែនដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិនិងតម្កល់តម្លៃនៃសន្តិភាពជាចម្បងនៅពេលដែលសម្លេងអាវុធតាមបណ្ដោយព្រំដែនកម្ពុជាថៃចាប់ផ្ដើមស្ងាត់វាហាក់ដូចជាមានសភាពស្ងប់ធម្មតាប៉ុន្តែសម្រាប់ប្រទេសមួយដែលទើបឆ្លងកាត់មហន្តរាយសង្គ្រាមជាមួយនឹងជនភៀសសឹករាប់សិបម៉ឺននាក់ការស្ងប់ពេលនេះមិនមែនជាការសម្រាកទេប៉ុន្តែវាជាសមរភូមិថ្មីដែលត្រូវប្រកាន់យកតាមគោលការណ៍ច្បាប់ពេលវេលាភស្តុតាងនិងយន្តការអន្តរជាតិតើរាជរដ្ឋាភិបាលកម្ពុជាត្រូវការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីរបស់ខ្លួនដោយរបៀបណាចម្លើយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺច្បាស់និងមុតមមបំផុតមានន័យថាកម្ពុជាជ្រើសរើសយកសន្តិភាពនិងដំណោះស្រាយសន្តិវិធីតាមច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនដ៏ស្រួចស្រាលនេះប៉ុន្តែមិនមែនសន្តិភាពដែលបង់ថ្លៃដោយការបាត់បង់អធិបតេយ្យឡើយដោយសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី7ខែមករាឆ្នាំ2026កន្លងមកនេះថាកម្ពុជានឹងមិនធ្វើសម្បទាននៅអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយសន្តិភាពមិនមែនទិសស្លោកប៉ុន្តែវាជាឯកសារនិងកាតព្វកិច្ចសម្រាប់អនុវត្តមូលដ្ឋានគ្រឹះរឹងមាំក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយថៃគឺសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃទី27ខែធ្នូឆ្នាំ2025ឯកសារនេះមិនមែនជាការអំពាវនាវដើម្បីតែល្អស្ដាប់នោះទេវាគឺជាកិច្ចព្រមព្រៀងនយោបាយសន្តិសុខដែលកំណត់វិធានការកាត់បន្ថយភាពតានតឹងនិងមានយន្តការផ្ទៀងផ្ទាត់ក្នុងសេចក្តីប្រកាសរួមនោះភាគីទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់ចាប់ពីវេលាម៉ោង 12:00 នាទីថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025ដោយហាមការប្រើហិង្សានិងការប្រើអាវុធគ្រប់ប្រភេទរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរលើសពីនេះទៀតភាគីទាំងពីរត្រូវបានតម្រូវរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ននិងមិនចល័តទាត់បន្ថែមទៀតឡើយអត្ថន័យសំខាន់នៅទីនេះគឺទីតាំងបច្ចុប្បន្នដែលបញ្ជាក់ក្នុង GBC មិនមែនជាការទទួលស្គាល់អធិបតេយ្យឬបំលែងទៅជាកម្មសិទ្ធិស្របច្បាប់ឡើយវាគឺជាវិធានការបណ្ដោះអាសន្នដើម្បីបញ្ឈប់ការបង្ហូរឈាមនិងបន្ធូរបន្ថយភាពតានតឹងសក្ខីកម្មដ៏ត្រឹមត្រូវនេះនឹងមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទេព្រោះ GBC បានសរសេរច្បាស់ថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិហើយប្រគល់ទួនាទីឲ្យគណៈកម្មការចម្រុះព្រំដែន JBC បន្តការងារវាស់វែងនិងខ័ណ្ឌសីមាឲ្យបានឆាប់រហ័សបំផុតបើទោះបីប្រទេសជាតិស្ថិតក្នុងគ្រាលំបាកដែលប្រឈមមុខនឹងការការពារអធិបតេយ្យនិងបូរណភាពទឹកដីក៏ដោយប៉ុន្តែស្មារតីសាមគ្គីភាពនិងការឯកភាពជាតិដ៏រឹងមាំរវាងខ្មែរនិងខ្មែរក៏ដូចជារវាងរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋបានវិញបញ្ចូលគ្នាជាធ្លុងមួយនិងបានប្រែក្លាយការឈឺចាប់របស់ជាតិជាសន្ទុះទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់បង្កើតជាកម្លាំងឯកភាពជាតិនៅគ្រប់ទិសទីបន្ថែមលើនេះសម្ដេចធិបតីបានបញ្ជាក់នៅគោលជំហរដ៏ម៉ឺងម៉ាត់ក្នុងការតម្កល់តម្លៃនៃសន្តិភាពជាចម្បងរាជរដ្ឋាភិបាលយល់ច្បាស់ណាស់ពីទុក្ខលំបាកនិងបញ្ហាប្រឈមនានារបស់បងប្អូនជនរួមជាតិរបស់យើងជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ជាមួយនឹងការបន្តអនុវត្តនៅគ្រប់មធ្យោបាយជាពិសេសមធ្យោបាយការទូតនិងច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានិងដោះស្រាយព្រំដែនកម្ពុជាថៃស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកាឡាឡុងពូថ្ងៃទី26ខែតុលានិងសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025អាទិភាពមនុស្សធម៌ជនភៀសសឹកត្រូវត្រឡប់ទៅផ្ទះវិញដោយសេចក្តីថ្លៃថ្នូរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ច្បាស់ថាការទទួលយកបទឈប់បាញ់មិនមែនមានន័យថាជាការយកអធិបតេយ្យភាពជាតិទៅដោះដូរជាមួយសន្តិភាពឡើយហេតុនេះហើយបានជារាជរដ្ឋាភិបាលចាត់ទុក
ការវិលត្រឡប់របស់ពលរដ្ឋភាគសឹកនិងការស្ដារជីវភាពរបស់ពួកគេឡើងវិញក៏ដូចជាការស្ដារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតគឺជាអាទិភាពចម្បងមួយជាក់ស្ដែងឯកសារទ្វេភាគី GBC បានបញ្ជាក់អំពីការអនុញ្ញាតឲ្យជនស៊ីវិលនៅតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពជាធម្មតាដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរទោះជាយ៉ាងណាក៏ដោយក្រសួងការបរទេសនៅថ្ងៃទី6ខែមករាឆ្នាំ2026បានបញ្ជាក់ការព្រួយបារម្ភថាជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់នៅតែមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបាននិងបានលើកពីបញ្ហាវត្តមានយោធានិងសកម្មភាពដែលប៉ះពាល់ដល់រចនាសម្ព័ន្ធស៊ីវិលគន្លឹះនៃការបញ្ចប់ជម្លោះដោយសន្តិវិធីគឺការធានាឲ្យសកម្មភាពជាក់ស្ដែងដើរតាមការបដិញ្ញាមិនមែនឈប់ត្រឹមឯកសារដែលសរសេរឲ្យបានល្អស្ដាប់ដោយគ្រាន់តែចុះហត្ថលេខាមិនអនុវត្តតាមខ្លឹមសារនោះឡើយព្រំដែនកំណត់ដោយផែនទីនិងច្បាប់មិនមែនដោយសារការដោតទង់ជាតិថៃឡើយវាជារឿងចាំបាច់ដែលសាធារណជនត្រូវយល់ឲ្យបានច្បាស់ថាអំពើហិង្សានៅលើដីមិនអាចបង្កើតសិទ្ធិស្របច្បាប់ឲ្យភាគីណាមួយដែលរំលោភបំពានអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបានឡើយការដោតទង់ជាតិការរុះរើផ្ទះសម្បែងការរាយលុះបន្លាការដាក់ទូកុងតឺន័រការសាងសង់លេនដ្ឋានឬការឈូសឆាយបំផ្លិចបំផ្លាញបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាភ័យខ្លាចនិងមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបានក៏ពិតមែនប៉ុន្តែសកម្មភាពទាំងនេះមិនអាចបំលែងទៅជាអធិបតេយ្យស្របច្បាប់របស់ភាគីថៃបានឡើយសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025បានចែងយ៉ាងច្បាស់ថាវិធានការកាត់បន្ថយភាពតានតឹងនិងបទឈប់បាញ់មិនត្រូវប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយទាំងនេះមិនមែនជាការបកស្រាយតាមអារម្មណ៍នោះទេប៉ុន្តែជាការអនុវត្តច្បាប់និងគោលការណ៍អន្តរជាតិដែលភាគីហត្ថលេខីត្រូវគោរពនិងអនុវត្តតាមដោយគ្មានសិទ្ធិរកលេសបដិសេធបានឡើយក្នុងន័យនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងហើយបានលើកយកគោលការណ៍ Uti Possidetis Juris ដែលជាគោលការណ៍ស្នូលក្នុងការទប់ស្កាត់ការកែប្រែព្រំដែនដោយអំពើហិង្សាជាមួយគ្នានេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក៏បានបញ្ជាក់មូលដ្ឋានឯកសារផ្លូវការដែលមិនអាចបដិសេធបាននោះគឺខ្សែព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិត្រូវផ្អែកលើសន្ធិសញ្ញាឆ្នាំ1907និងផែនទីដែលផលិតស្របតាមអនុសញ្ញាឆ្នាំ1904ព្រមទាំងវឌ្ឍនភាពការងារវាស់វែងនិងខណ្ឌសីមាដែលបាននឹងកំពុងអនុវត្តនៅចន្លោះបង្គោលព្រំដែនលេខ52 59និងលេខ42 47ដូច្នេះចំណុចគន្លឹះដែលធានាការពារបូរណភាពទឹកដីកម្ពុជាគឺសេចក្តីប្រកាសរួម GBC ដែលបានចែងច្បាស់ថារាល់កិច្ចព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែនឡើយនេះមានន័យថាបទឈប់បាញ់និងវិធានការកាត់បន្ថយភាពតានតឹងគ្រាន់តែបង្កើតបរិយាកាសសុវត្ថិភាពនិងតម្លាភាពដើម្បីឲ្យការងារវាស់វែងនិងខណ្ឌសីមាអាចដំណើរការបានវាមិនមែនជាការគូសព្រំដែនឡើងវិញឬការទទួលស្គាល់ការកាន់កាប់ដោយកម្លាំងឡើយ JBC កន្លែងដែលមានបញ្ហាមិនទាន់ឯកភាពគ្នាត្រូវតែបញ្ចប់ដោយកត្តាបច្ចេកទេសនិងភស្តុតាងដើម្បីយល់ពីកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលគឺគេត្រូវមើលកិច្ចការរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC សេចក្តីប្រកាសព័ត៌មានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបង្ហាញថាកម្ពុជាបានជំរុញកិច្ចប្រជុំពិសេស JBC ដើម្បីពិភាក្សាការងារវាស់វែងនិងខណ្ឌសីមានិងដោះស្រាយបញ្ហាសកម្មភាពលើដីដែលប៉ះពាល់ដល់ប្រជាពលរដ្ឋបើទោះបីកិច្ចប្រជុំដែលគ្រោងរៀបចំនៅសប្តាហ៍ទី1ខែមករាឆ្នាំ2026
និងសំណើលើកទី2របស់កម្ពុជាត្រូវបានភាគីថៃស្នើសុំលើកពេលក៏ដោយកម្ពុជាក៏បានឆ្លើយតបភ្លាមដោយស្នើជាថ្មីតាមកំណត់ទូតចុះថ្ងៃទី13ខែមករាឆ្នាំ2026ដែលជាសំណើលើកទី3របស់កម្ពុជាទៅកាន់ភាគីថៃប្រសិនបើភាគីកម្ពុជាមានបំណងបោះបង់ដីជាក់ស្ដែងនោះគេមិនចាំបាច់រុញយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ឲ្យប្រជុំក្នុងពេលឆាប់ឬលើកបញ្ជីតំបន់វាស់វែងនិងបោះបង្គោលលំអិតដល់កម្រិតលេខបង្គោលដូចនេះឡើយផ្ទុយទៅវិញភាគីកម្ពុជាដែលបានជ្រើសរើសសន្តិភាពដោយមិនធ្វើសម្បទានគឺជាភាគីដែលចង់ឲ្យបច្ចេកទេសភស្តុតាងផែនទីនិងកំណត់ហេតុផ្លូវការជាអ្នកកំណត់លទ្ធផលចុងក្រោយមិនមែនឲ្យការប្រើប្រាស់អាវុធឬការដោតទង់ជាតិកំណត់លទ្ធផលនោះទេ AOT នឹងការផ្ទៀងផ្ទាត់សន្តិភាពត្រូវការដំណាភាពសន្តិភាពដែលអាចឈរបានយូរអង្វែងមិនអាចផ្អែកលើសេចក្តីសន្យាបានឡើយប៉ុន្តែត្រូវមានភ្នែកសម្រាប់ការផ្ទៀងផ្ទាត់ក្នុងក្របខ័ណ្ឌនេះគណៈកម្មាធិការព្រំដែនទូទៅ GBC បានទទួលស្គាល់និងឯកភាពពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក្នុងការផ្ទៀងផ្ទាត់និងធានាការអនុវត្តវិធានការទាំងអស់ឲ្យមានប្រសិទ្ធភាពជាមួយគ្នានេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក៏បានសង្កត់ធ្ងន់យ៉ាងច្បាស់ថាត្រូវពង្រឹងយន្តការ AOT ដើម្បីធានាឲ្យបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញជាក់ស្ដែងនិងបន្តបន្ទាប់ខណៈពេលតែមួយក៏បង្កើនតម្លាភាពការជឿទុកចិត្តនិងការកសាងទំនុកចិត្តរវាងភាគីទាំងពីរនៅក្នុងបរិបទនេះសន្តិភាពមិនមែនជាពាក្យស្លោកនយោបាយទៀតទេប៉ុន្តែជាយន្តការដែលដំណើរការជាក់ស្ដែងដោយច្របាច់គ្នារវាងការឈប់បាញ់ការរក្សាស្ថិរភាពបច្ចុប្បន្ននិងការផ្ទៀងផ្ទាត់អន្តរជាតិដើម្បីបើកផ្លូវឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកអាចអនុវត្តភារកិច្ចបច្ចេកទេសរបស់ខ្លួនបានដោយសុវត្ថិភាពដំណាភាពនិងស្របច្បាប់អន្តរជាតិឆ្លើយតបក្រុមជ្រុលនិយមចូលបញ្ឈប់សម្ដីញុះញង់បង្កការបែកបាក់ជាតិក្រុមជ្រុលនិយមខ្លះឆ្លៀតយកឱកាសនេះប្រើសម្ដីចោទប្រកាន់ថារាជរដ្ឋាភិបាលធ្វើឲ្យបាត់ដីខណៈពេលប្រជាជននិងរដ្ឋាភិបាលកំពុងដើរលើផ្លូវច្បាប់ដើម្បីបញ្ឈប់ការបង្ហូរឈាមនិងរោគយុត្តិធម៌ប៉ុន្តែឯកសារផ្លូវការបានឆ្លើយជំនួសអារម្មណ៍របស់ពួកឱកាសនិយមទាំងនោះរួចអស់ទៅហើយ 1. GBC សរសេរច្បាស់ថាកិច្ចព្រមព្រៀងក្រោមសេចក្តីប្រកាសរួមមិនប៉ះពាល់ដល់ការងារខណ្ឌសីមាទេ 2. រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសរសេរច្បាស់ថាមិនទទួលស្គាល់អ្វីដែលកើតពីការប្រើកម្លាំងនិងបានជំរុញឲ្យ JBC ធ្វើកិច្ចការជាបន្តបន្ទាប់និងទី3ក្រសួងការបរទេសបង្ហាញថាកម្ពុជាជ្រើសរើសសន្តិភាពដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីជាមួយការផ្ទៀងផ្ទាត់ AOT និងដំណើរការបច្ចេកទេស JBC ការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមប៉ុន្មាននាក់នៅឯក្រៅប្រទេសគ្រាន់តែជារបៀបវិរៈនយោបាយផ្ទាល់ខ្លួនដែលពួកគេមានទម្លាប់ប្រឆាំងដើម្បីតែផលប្រយោជន៍បុគ្គលតែមិនបានគិតគូរប្រយោជន៍ជាតិឡើយជាសំណាងល្អដែលប្រជាពលរដ្ឋខ្មែរទូទៅយល់ជ្រៅជាងក្រុមប្រឆាំងងងឹតងងុលទាំងនោះសន្តិភាពជាចម្បងអធិបតេយ្យជាគោលការណ៍មិនអាចដោះដូរបានឡើយដំណើរការបញ្ចប់ជម្លោះព្រំដែនមិនមែនជាការរត់ប្រណាំង sprint ដោយអារម្មណ៍ទេវាជាការរត់ marathon ដែលទាមទារវិន័យការទូតភស្តុតាងច្បាប់យន្តការបច្ចេកទេសនិងការផ្ទៀងផ្ទាត់អន្តរជាតិកម្ពុជាចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធម្មតាចង់ឲ្យជនភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនិងចង់ឲ្យព្រំដែនក្លាយជាទីកន្លែងនៃសន្តិភាពនិងមិនមែនជាសមរភូមិទៀតឡើយប៉ុន្តែសន្តិភាពនោះត្រូវមានខ្សែបន្ទាត់ដ៏រឹងមាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានបញ្ជាក់មុននេះរួចមកហើយថាកម្ពុជានឹងមិនធ្វើសម្បទាននៅអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ
ក្នុងស្មារតីនេះសាមគ្គីភាពជាតិនិងទំនុកចិត្តលើរាជរដ្ឋាភិបាលគឺជាខែលការពារដ៏រឹងមាំបំផុតដើម្បីឲ្យកម្ពុជាឈ្នះទាំងសមរភូមិលើដីនិងសមរភូមិច្បាប់ដោយមានសន្តិភាពជាចម្បងនិងយុត្តិធម៌ជាគោលដៅចុងក្រោយដោយការបញ្ជាក់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចាងដូចនេះថាពេលនេះជាពេលដែលកម្ពុជាយើងត្រូវតែបង្កើនស្មារតីសាមគ្គីជាតិនិងការរួបរวมជាតិរបស់យើងជាធ្លុងមួយឲ្យកាន់តែរឹងមាំជាងពេលណាទាំងអស់ជាមួយនឹងការចូលរួមពីគ្រប់មជ្ឈដ្ឋានក្រោមទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅប្រជាជាតិយើងប្រកាសជានឹងអាចជំនះការលំបាកទាំងនេះបានដោយជោគជ័យនឹងអាចកសាងប្រទេសជាតិឡើងវិញជាមួយនឹងភាពធន់និងវិបលភាពកាន់តែខ្លាំងក្លាជឿជាក់កម្ពុជាជឿថាខ្មែរធ្វើបានធ្វើអ្វីគ្រប់